ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានស្នើសុំឲ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាធ្វើរបាយការណ៍ទៅអង្គការយូណេស្កូពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជាក្នុងអំឡុងខែកក្កដាឆ្នាំ2025កន្លងមកនេះដើម្បីការពារប្រាសាទនិងដើម្បីឲ្យពិភពលោកបានឃើញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ការស្នើបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជានារសៀលថ្ងៃទី4ខែសីហាឆ្នាំ2026នេះនៅសាលារាជធានីភ្នំពេញឯកឧត្តមខួងស្រេងបានមានប្រសាសន៍លើកឡើងថានៅពេលសង្គ្រាមបានកើតឡើងដោយការឈ្លានពានរបស់កងទ័ពថៃបានទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទនៅតាមព្រំដែនដូចជាប្រាសាទតាក្របីនិងប្រាសាទព្រះវិហារជាដើមហើយធ្វើឲ្យខ្ទេចខ្ទាំខ្លាំងជាងគេនោះគឺប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកខណៈពេលរៀបរាប់នោះឯកឧត្តមខួងស្រេងបានស្រក់ទឹកភ្នែកសោកស្ដាយចំពោះការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់ធ្វើឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងប្រាសាទខ្មែរដូចជាប្រាសាទតាក្របីប្រាសាទតាមាន់និងប្រាសាទព្រះវិហារជាដើមឯកឧត្តមបន្តថាប្រាសាទព្រះវិហារមិនមែនត្រឹមតែជាសម្បត្តិបេតិកភណ្ឌសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេតែជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោកដូច្នេះជាសំណុំពររបស់រដ្ឋបាលរាជធានីភ្នំពេញស្នើសុំឲ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាធ្វើរបាយការណ៍ទៅអង្គការយូណេស្កូពីការខ្ទេចខ្ទាំប្រាសាទព្រះវិហារដោយការទម្លាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជាយើងគិតថាជាប្រវត្តិសាស្ត្រពីអតីតកាលកងទ័ពសៀមបានយកសត្វដំរីជាច្រើនមកទាញបំផ្លាញប្រាសាទព្រះវិហារតែយើងមិនបានជឿទាំងស្រុងនោះទេព្រោះយើងមិនបានឃើញដោយផ្ទាល់តែជាក់ស្ដែងគឺការពីថ្ងៃទី25ខែកក្កដាឆ្នាំ2025កន្លងមកនេះប្រជាជនខ្មែរបានឃើញច្បាស់ពីអំពើអមនុស្សធម៌របស់កងទ័ពថៃដោយបានបំផ្លាញដោយផ្ទាល់លើប្រាសាទព្រះវិហារឯកឧត្តមខួងស្រេងបានមានប្រសាសន៍បន្តទៀតថាកម្ពុជាបានហែលឆ្លងសង្គ្រាមគ្រប់បែបយ៉ាងតែមិនធ្លាប់ឈឺចាប់ខ្លាំងដោយពេលដែលកងទ័ពថៃឈ្លានពានចូលដីកម្ពុជានិងបានបំផ្លាញសម្បត្តិបេតិកភណ្ឌមនុស្សជាតិនោះទេជាការឆ្លើយតបលោក Flavio Bonetti បានមានប្រសាសន៍ថាកាលពីខែមីនាកន្លងទៅនេះលោកនិងក្រុមការងារបានចុះទៅដល់ប្រាសាទព្រះវិហារដោយបានឲ្យក្រុមការងារពិនិត្យនិងវិតម្លៃផលប៉ះពាល់តួប្រាសាទនិងសិក្សាគម្រោងជួសជុលប្រាសាទព្រះវិហារឡើងវិញដើម្បីគៀងគរជំនួយសម្រាប់ការជួសជុលនេះលោកបានបន្តថាអង្គការយើងមិនត្រឹមតែគិតគូរតែការថែទាំនិងជួសជុលប្រាសាទឡើងវិញប៉ុណ្ណោះទេតែអ្វីដែលសំខាន់មួយទៀតនោះគឺត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជាជនភៀសសិកមានសុខភាពល្អការរស់នៅក្នុងជីវភាពសមរម្យនិងពិសេសបានឆាប់ត្រឡប់មកលំនៅឋានរបស់ពួកគាត់វិញលោក Flavio Bonetti បានបន្តថាអង្គការ UNESCO កំពុងបំពេញបេសកកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិនិងបន្តការងារយ៉ាងសកម្មដើម្បីគាំទ្រកម្ពុជាក្នុងការថែរក្សាបេតិកភណ្ឌដោយរាជធានីភ្នំពេញក៏ដូចជាព្រះរាជាណាចក្រកម្ពុជាមានសម្បត្តិបេតិកភណ្ឌយ៉ាងសម្បូរបែបទៅតាមផែនការនិងកញ្ចប់ថវិការបស់ខ្លួនដែលមាន។